សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិមន្ត្រីកងទ័ពជើងទឹកអាមេរិកនិយាយថាការលក់សភាវុធរបស់កោះតៃវ៉ាន់ផ្អាកជុំវិញសង្គ្រាមអ៊ីរ៉ង់លេខាធិការកងទ័ពជើងទឹកអាមេរិកស្ដីទីបាននិយាយនៅថ្ងៃប្រហ័សទី21ឧសភាថាការលក់សភាវុធឲ្យទៅកោះតៃវ៉ាន់របស់អាមេរិកត្រូវបានដាក់ឲ្យផ្អាកដើម្បីធានាថាយោធាអាមេរិកមានអាវុធគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការនៅប្រទេសអ៊ីរ៉ង់នៅពេលសួរក្នុងសវនកម្មសភាអំពីការជាប់គាំងការទិញអាវុធ$14,000 លានដោយតៃវ៉ាន់លេខាធិការស្ដីទីហុងកៅបាននិយាយថាឥឡូវនេះយើងកំពុងធ្វើការផ្អាកមួយដើម្បីឲ្យប្រកាសថាយើងមានអាវុធដែលយើងត្រូវការសម្រាប់ Expect Fury នៅប្រទេសអ៊ីរ៉ង់ដែលយើងមានច្រើនប៉ុន្តែយើងគ្រាន់តែធ្វើឲ្យប្រកាសថាយើងមានអ្វីគ្រប់យ៉ាងនោះការលក់គ្រឿងយោធាបរទេសនឹងបន្តនៅពេលដែលរដ្ឋបាលយល់ថាចាំបាច់ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងមន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់កៅនោះទេអ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់លោកស្រីការ៉ិនគូបាននិយាយកាលពីថ្ងៃសុក្រថាមិនមានព័ត៌មានណាមួយដែលបង្ហាញថាសហរដ្ឋអាមេរិកមានបំណងធ្វើការកែតម្រូវណាមួយចំពោះការលក់អាវុធនេះទេប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមិនបានបដិញ្ញាថានឹងធ្វើតាមការលក់នេះឡើយដោយបង្កើនការព្រួយបារម្ភលើការបដិញ្ញាចិត្តរបស់គាត់ក្នុងការគាំទ្រតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួននៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់លោកទៅកាន់ប្រទេសចិនលោកត្រាំបាននិយាយថាលោកនឹងនិយាយជាមួយប្រធានាធិបតីចិនស៊ីជីនភីងអំពីការលក់អាវុធដែលជាការចាក់ចែងពីការទទូចពីមុនរបស់ក្រុង Washington ថាខ្លួននឹងមិនពិគ្រោះជាមួយទីក្រុងប៉េកាំងលើបញ្ហានេះឡើយបន្ទាប់មកគាត់បាននិយាយថាគាត់មិនបានធ្វើការបដិញ្ញាចិត្តចំពោះលោកស៊ីអំពីតៃវ៉ាន់ហើយនឹងធ្វើការបដិញ្ញាចិត្តលើការលក់អាវុធក្នុងរយៈពេលដ៏ខ្លីខាងមុខសហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះប៉ុន្តែក្រមច្បាប់របស់សហរដ្ឋអាមេរិកត្រូវបានតម្រូវឲ្យផ្ដល់អាវុធដល់ប្រទេសលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងសម្រាប់ការពារខ្លួនប្រទេសចិនបានស្បត់ថានឹងដណ្ដើមយកកោះនេះហើយមិនបានច្រានចោលការប្រើកម្លាំងដោយបង្កើនសម្ពាធយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ